đồng HDMI ដែលពួកប្រភេទតម្លៃ30ហ្នឹងណាហ្នឹងហើយគឺក្បួននេះយើងគ្រាន់តែទី1យើងបានមកដុំហ្នឹងហើយនឹងខ្សែទៅហ្នឹងហើយទៅលើដុំហើយនឹងខ្សែហ្នឹងយើងគ្រាន់តែដោតវានេះយកអាក្បាល USB ហ្នឹងដោតចូលទៅដុំហ្នឹងតែម្ដងណាចឹងឥឡូវយើងទៅមើលដោតរបស់គ្នាសិនអញ្ចឹងឥឡូវនេះយើងបានដោតរួចហើយលើក្បាលដោតមិញហ្នឹងហើយនឹង USB ណាអញ្ចឹងទៅលើក្បាលនេះក្បាល HDMI អញ្ចឹងយើងដោតចូលទៅក្នុងអេក្រង់ទូរទស្សន៍យើងឬក៏ monitor ឬក៏ slide អីយើងអាចដោតចូលទៅក្នុងហ្នឹងបានណាអញ្ចឹងយើងដោតទៅយើងមើលរុនណាដែលត្រូវនឹងអារុនហ្នឹងមកអញ្ចឹងឥឡូវយើងដោតទាំងអស់គ្នាណាឥឡូវនេះរុន HDMI យើងបានដោតវាហើយយើងដោតជាមួយដុំរបស់យើងហ្នឹងហើយយើងនៅសល់ USB មួយ USB ហ្នឹងយើងអាចមានទូរទស្សន៍បើប្រភេទទូរទស្សន៍យើងអាចដោតចូលទៅរុន USB ក៏បានតែបើយើងអត់នេះទេយើងអាចដោតចូលមួយឆ្នាំងសាកទូរស័ព្ទយើងខាងក្រៅក៏បានដែរអាហ្នឹងគឺសម្រាប់ដែលភ្លើងចំទៅលើដុំ screen របស់យើងអញ្ចឹងយើងគ្រាន់ដោតចូលទៅតែប៉ុណ្្នឹងទៅបានហើយណាអញ្ចឹងយើងដោតចូលទៅអានេះដោយសារពួកកញ្ចក់កុំព្យូទ័រប៉ុន្តែមិនថាទទួលកុំព្យូទ័រទេពេលខ្លះវាមាន USB ដូចគ្នាតែខ្ញុំអត់ចង់ព្រោះសាញ់មានដូចដុំខាងខាងក្រៅខ្ញុំដោតចូលដុំទូរស័ព្ទយើងខាងក្រៅក៏បានដែរណាចឹងឥឡូវយើងដោតអាហ្នឹងទៀតអញ្ចឹងពេលដែលយើងដោតហើយអាហ្នឹងទៅលើប្រភេទយើងដោតហើយវាភ្លឺភ្លើងអញ្ចឹងណាអញ្ចឹងពេលដែលវាភ្លឺភ្លើងអញ្ចឹងនេះយើងដោតតែប៉ុណ្្នឹងទៅរួចរាល់យើងចាំការតម្លើងវាមានបាក់ទេតែប៉ុណ្្នឹងទេអញ្ចឹងណាអញ្ចឹងចាំមើលឥឡូវយើងទៅមើលការភ្ជាប់របស់គ្នាឥឡូវនេះលើអេក្រង់យើងបានឡូតហើយពេលដែលវាបានឡូតចឹងហើយយើងអាចភ្ជាប់វាបានអញ្ចឹងយើងគ្រាន់តែទី1យើង scan វាក៏បានដែរយើង scan វាមកនេះ scan អានេះលើអេក្រង់យើងយកទូរស័ព្ទយើងមក scan មកសម្រាប់ទូរស័ព្ទនេះអីយើង scan បានអញ្ចឹងណាយើងគ្រាន់ scan ទៅវាដំណើរការភ្ជាប់ហើយវានេះយើងវាសួរយើងអីចឹងណាយើងអាច download app វាមកនេះ app របស់វាហ្នឹង app វានេះនៅលើនេះឈ្មោះ EZ Mira របស់វាហ្នឹងអញ្ចឹងរបស់ខ្ញុំវាមានហើយអញ្ចឹងរបស់ពួកខ្ញុំជាមួយពួកខ្ញុំ connect ហើយពេលដែលយើងបាន app របស់វាហើយយើងគ្រាន់តែបើកមកយើងចុចភ្ជាប់មកតែប៉ុណ្្នឹងទេនេះអញ្ចឹងយើងបើកហើយយើងត្រូវបើកយើងចាំតិចយើងត្រូវបើក Bluetooth ហ្នឹងអាហ្នឹងបើក Bluetooth ហើយនឹងបើកនឹង Wi-Fi ផងយើងបើកតែពីរហ្នឹងបានហើយប៉ុន្តែមិនមែនតម្រូវឲ្យយើងហ្នឹងវាត្រូវតែមានទេណាយើងមិនតម្រូវឲ្យយើងត្រូវតែមានទេអញ្ចឹងយើងគ្រាន់តែថាយើងបើកឲ្យប្រព័ន្ធវាចាប់គ្នារបស់ពួកគ្នាវាអញ្ចឹងណាហ្នឹងហើយនេះគាត់ថាយើងចុចភ្ជាប់មកពេលដែលយើងចុចភ្ជាប់ទៅវាឡូតទៅហ្មងនេះវាឡូតឲ្យយើងឈ្មោះហ្នឹងហ្មងតែចាំកម្មវិធីរបស់វាហ្នឹងគឺវាស្គាល់ឈ្មោះរបស់វាហ្នឹងទេអញ្ចឹងយើងគ្រាន់តែចុចទៅយើងចុចវាទៅមិនតិចទៅវាភ្ជាប់ទៅឃើញទេអញ្ចឹងការតម្លៃទាំងអស់វាអត់មានពិបាកទេគឺដូចនិយាយអញ្ចឹងឃើញទេអញ្ចឹងគ្រាន់តែការតម្លៃមានតែប៉ុណ្្នឹងទេវាអត់មានទៅញ៉ៃដូចខ្សែសេរីចាស់ទេណាអញ្ចឹងខ្សែសេរីថ្មីនេះទី1យើងអាចប្រើ Wi-Fi ក៏បានដែរណាមើល Wi-Fi វាយើងអាចប្រើ Wi-Fi យ៉ាងទូផ្ទះរបស់យើងក៏បានហើយដុំហ្នឹងអត់មានប្រើ Wi-Fi ទេប៉ុន្តែទូរស័ព្ទយើងត្រូវការអ៊ីនធឺណិតអ្នកខ្លះគាត់ថាប្រើខ្លាច់ដុំខ្លះប្រើ Wi-Fi អត់បានទូរស័ព្ទដុំហ្នឹងគេមាន Wi-Fi គេដែរតែពេល connect ទៅប្រើបានតែរបស់ពួកខ្ញុំនេះប្រើបានទាំង Wi-Fi ផ្ទះប្រើបានទាំងអ៊ីនធឺណិតប្រើបានទាំង Bluetooth បញ្ជូនធំបាយមកឆ្ងាញ់ណាអញ្ចឹងអត់ជាបញ្ហាទេការតម្លើងមានតែប៉ុណ្្នឹងទេវាអត់មានពិបាកតម្លើងទេវាដូចគ្នាអញ្ចឹងឃើញទេពួកទៅលើរបស់ពួកខ្ញុំនេះគឺសេរីថ្មីអញ្ចឹងវាអត់មានពិបាកដូចអ្វីដែលយើងនេះទេអញ្ចឹងណាការតម្លើងវាមានតែប៉ុណ្្នឹងទេបងអរគុណច្រើនសម្រាប់បងដែលគាំទ្រពលរសារអីខ្សែនេះយើងប្រើយូរអត់មានបញ្ហាទេអត់មានបញ្ហាក្តៅឆាប់ខូចទេព្រោះជាប្រភេទខ្សែល្អណាអញ្ចឹងសម្លេងយើងអាចបញ្ជូនទៅធុងបាសបញ្ជូនទៅអីបានមកឆ្ងាញ់ណាហើយការតម្លើងបងឃើញហើយអត់មានពិបាកទេណាអរគុណច្រើន